សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងនាំគ្នាស្វែងយល់អំពីចំនួនមួយដែលបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍នៅភាគខាងត្បូងប្រទេសថៃចំនួននេះកើតឡើងជាចម្បងនៅក្នុងខេត្តប៉ាតានីយ៉ាឡានិងណារ៉ាធីវ៉ាត់ហើយបានធ្វើឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិតរួមទាំងប្រជាពលរដ្ឋស្លូតត្រង់កងកម្លាំងសន្តិសុខនិងមន្ត្រីរដ្ឋផងដែរដើម្បីយល់ពីចំនួននេះយើងត្រូវត្រឡប់ទៅកាន់ប្រវត្តិសាស្ត្រជាងមួយសតវត្សរ៍មុនតំបន់ប៉ាតានីធ្លាប់ជាស៊ុលតង់ម៉ាឡេឯករាជ្យមួយដែលមានភាសាវប្បធម៌និងសាសនាអ៊ីស្លាមជាអត្តសញ្ញាណសំខាន់នៅដើមសតវត្សរ៍ទី20បន្ទាប់ពីមានការកំណត់ព្រំដែនថ្មីតំបន់នេះបានស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសថៃចាប់តាំងពីពេលនោះមកប្រជាជនមួយផ្នែកនៅក្នុងតំបន់មានអារម្មណ៍ថាអត្តសញ្ញាណភាសានិងវប្បធម៌របស់ពួកគេមិនត្រូវបានការពារឬទទួលស្គាល់គ្រប់គ្រាន់បញ្ហាទាំងនេះបានបង្កើតឲ្យមានភាពតានតឹងជាបន្តបន្ទាប់ហើយនៅក្នុងរយៈពេលក្រោយមកក៏មានក្រុមប្រដាប់អាវុធមួយចំនួនកើតឡើងដោយមានគោលបំណងខុសៗគ្នាទោះបីជាការតស៊ូមានតាំងពីទសវត្សរ៍ឆ្នាំ1960ក៏ដោយរលកអំពើហិង្សាដ៏ធំបំផុតបានផ្ទុះឡើងម្ដងទៀតនៅឆ្នាំ2004នៅថ្ងៃទី4ខែមករាឆ្នាំ2004មានការវាយប្រហារលើជំរំយោធាមួយនៅខេត្តណារ៉ាធីវ៉ាត់ហើយអាវុធជាច្រើនត្រូវបានលួចយកអ្នកស្រាវជ្រាវជាច្រើនចាត់ទុកព្រឹត្តិការណ៍នេះជាចំណុចចាប់ផ្ដើមនៃរលកអំពើហិង្សាថ្មីដែលបានបន្តរហូតមកដល់សព្វថ្ងៃបន្ទាប់ពីនោះមានការបោះផ្ទុះគ្រាប់បែកការបាញ់ប្រហារនិងការវាយប្រហារជាច្រើនករណីជនរងគ្រោះមិនមែនមានតែកងកម្លាំងសន្តិសុខប៉ុណ្ណោះទេប៉ុន្តែរួមទាំងគ្រូបង្រៀនព្រះសង្ឃមេដឹកនាំសាសនាអាជីវករនិងប្រជាពលរដ្ឋស្លូតត្រង់ផងដែរក្នុងពេលជាមួយគ្នានេះអង្គការសិទ្ធិមនុស្សមួយចំនួនក៏បានលើកឡើងពីក្តីបារម្ភអំពីការអនុវត្តច្បាប់និងប្រតិបត្តិការសន្តិសុខរបស់រដ្ឋក្នុងតំបន់ជម្លោះដូច្នេះអ្នកស្រាវជ្រាវជាច្រើនយល់ថាជម្លោះនេះមិនមែនកើតឡើងដោយសារមូលហេតុតែមួយនោះទេវាជាការរួមបញ្ចូលគ្នានៃបញ្ហាប្រវត្តិសាស្ត្រអត្តសញ្ញាណនយោបាយសេដ្ឋកិច្ចនិងការជឿទុកចិត្តរវាងភាគីពាក់ព័ន្ធក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះរដ្ឋាភិបាលថៃបានព្យាយាមដោះស្រាយបញ្ហាតាមរយៈការពង្រឹងសន្តិសុខការអភិវឌ្ឍសេដ្ឋកិច្ចនិងការចរចាសន្តិភាពប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយជាអចិន្ត្រៃយ៍នៅឡើយទេហើយនៅតែមានហេតុការណ៍ហិង្សាកើតឡើងពីពេលមួយទៅពេលមួយជាចុងក្រោយគូបញ្ជាក់ថាមិនមែនប្រជាជនទាំងអស់នៅភាគខាងត្បូងប្រទេសថៃគាំទ្រអំពើហិង្សានោះទេប្រជាពលរដ្ឋភាគច្រើនគ្រាន់តែចង់រស់នៅដោយសន្តិភាពមានសុវត្ថិភាពនិងមានឱកាសអភិវឌ្ឍជីវភាពដូចគ្នាការយល់ដឹងពីប្រវត្តិសាស្ត្រនិងការគោរពភាពខុសគ្នារវាងសហគមន៍គឺជាគន្លឹះសំខាន់មួយក្នុងការស្វែងរកសន្តិភាពប្រកបដោយចីរភាពសូមអរគុណសម្រាប់ការទស្សនាប្រសិនបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍កុំភ្លេចចុច Like Share និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀត